រដ្ឋមន្ត្រីឡាវស្នើអាយុដំអភិសន្តិបណ្ឌិតសសុខាចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអាយុដំម្ដំស្នេហ៍ឯកវ៉ាន់ថងកងម៉ានីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានមានប្រសាសន៍ស្នើអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់មន្ត្រីជំនាញជួយសហការចែករំលែកបទពិសោធន៍អំពីការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាដល់មន្ត្រីជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2026ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2កម្ពុជាឡាវវៀតណាមដែលក្រសួងមហាផ្ទៃរៀបចំធ្វើជាម្ចាស់ផ្ទះអាយុដំអភិសន្តិបណ្ឌិតសសុខាបានមានប្រសាសន៍ឯកភាពនិងគាំទ្រពេញទំហឹងចំពោះសំណើនេះត្បិតក្រសួងមហាផ្ទៃកម្ពុជាក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយក្នុងក្របខ័ណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជាឡាវនិងវៀតណាមដើម្បីផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍ពាក់ព័ន្ធការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបទល្មើសមានការប្រតិក្រឡាទាំងជាមួយប្រទេសក្បែរខាងនិងនៅលើពិភពលោកអាយុដំម្ដំស្នេហ៍ឯករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវបានមានប្រសាសន៍លើកទឹកចិត្តប្រកបដោយអំណរសាទរជូនរាជរដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងមហាផ្ទៃក្នុងនាមសេនាធិការស្នូលដែលបាននឹងកំពុងបន្តបោះសម្អាតបទល្មើសមួយនេះយ៉ាងសកម្មនិងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់អាយុដំក៏បានចែករំលែកព័ត៌មានបន្ថែមថានៅក្នុងប្រទេសឡាវបច្ចុប្បន្នឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋត្រង់ចំណុចនេះអាយុដំអភិសន្តិបណ្ឌិតសសុខាបានមានប្រសាសន៍ថាបន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្តៅគគុកនោះពេលនេះនៅកម្ពុជាពួកឧក្រិដ្ឋជននៅសេសសល់ក៏កំពុងព្យាយាមប្រើវិធីសាស្ត្រថ្មីៗដើម្បីប្រព្រឹត្តបទល្មើសដែរដោយខ្លះជួលទីតាំងតូចៗដូចជាផ្ទះសំណាក់និងផ្ទះធម្មតារបស់ប្រជាពលរដ្ឋសម្ងំប្រព្រឹត្តបទល្មើសជាដើមបែបនេះក្តីអាយុដំបានគូបញ្ជាក់ថាសមាជិកកម្ពុជាគ្រប់មូលដ្ឋានបានកំពុងម្ចាស់ការស្រាវជ្រាវនិងបោះសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ដោយមានកិច្ចសហការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់អាយុដំអភិសន្តិបណ្ឌិតសសុខាក៏បានជម្រាបជូនអាយុដំសមាភិកីឡើងដែរថារហូតមកដល់ពេលនេះមានជនបរទេសប្រមាណជាង36,000នាក់ហើយត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជារួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯងបន្ទាប់ពីការចោទបង្ក្រាបនិងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសចូលមកស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ប្រមុខក្រសួងមហាផ្ទៃកម្ពុជាក៏បានសង្កត់ធ្ងន់ជាថ្មីអំពីការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីបោះសម្អាតបទល្មើសមួយនេះស្ដារកេរ្តិ៍ឈ្មោះនិងជួយសង្គ្រោះមនុស្សជាតិលើពិភពលោកសូមបញ្ជាក់ថាក្នុងជំនួបនោះដែរភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀនការសហការសម្របសម្រួលជូនពលរដ្ឋរស់នៅតំបន់ព្រំដែនទាំងសងខាងការសហការនិងគាំទ្រដំណើរការបោះបង្គោលព្រំដែនសភាពការតំបន់និងពិភពលោកនិងជាពិសេសអំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី2ដែលក្រសួងមហាផ្ទៃកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឱកាសដ៏វិសេសវិសាលនេះ